បងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី1ដែល business plan របស់ពួកយើងហ្នឹងគឺនិយាយពីបន្ទោពេជ្រ shampoo អញ្ចឹងចូលទៅដល់ slide បន្ទាប់ slide បន្ទាប់របស់ពួកយើងហ្នឹងគឺនិយាយពីសមាជិកធីមរបស់យើងដែលមាន5នាក់មានគីមយាងមានសុភីរតនាស្រីនូនិងវិជ្ជការចូលទៅ slide បន្ទាប់ទៀតចំពោះ content របស់យើងគឺមាន12ទី1និយាយពី executive summary ទី2 version and mission statement ទី3 marketing objective ទី4 SWOT analysis ទី5 target market and ទី6 product strategy ហើយក្នុង product strategy នឹងដែរគឺមានបែងចែកជា3ទៀតគឺមាន processing features and benefit brand name ហើយនឹងចូលទៅដល់ទី7វិញគឺមាន management structure ទី8 price strategy ទី9 place strategy ទី10 promotion strategy ហើយក្នុងទី10នឹងដែរគឺបែងចែក3ដូចគ្នាគឺមាន creative strategy មាន advertisement មាន promotion budget ហើយទី11 financial ទី12យើងនិយាយពី conclusion ចូលទៅដល់ slide បន្ទាប់ចូលមកដល់ slide បន្ទាប់នេះគឺយើងនិយាយអំពី executive summary of our business plan ជាដំបូងខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពី overview មួយចំនួនពីក្រុមហ៊ុនរបស់យើងសប៊ូកក់សក់បណ្ដុលពេជ្ររបស់យើងហ្នឹងគឺជាម៉ាកយីហោផលិតផលថែរក្សាសក់ក្នុងស្រុករបស់ប្រទេសកម្ពុជាយើងដែលមានជំនាញក្នុងការផលិតច្បាស់លាស់តាមស្តង់ដារហើយផលិតជាមួយនឹង ingredient ធម្មជាតិសុទ្ធសាធហើយអាជីវកម្មរបស់ពួកយើងក៏ផ្ដោតសំខាន់ទៅលើសុវត្ថិភាពគុណភាពហើយជាពិសេសហ្នឹងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ដែលគាត់រស់នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងហើយចំពោះ business របស់យើងដែរគឺយើងមានគោលបំណងបម្រើទៅដល់មនុស្សគ្រប់វ័យទាំងអស់ដែលគាត់ចង់បានសក់ស្អាតមានសុខភាពល្អរឹងមាំដែលយើងអាចនិយាយបានថារឹងមាំរហូតពីគល់រហូតដល់ចុងសក់ដោយប្រើប្រាស់នៅគ្រឿងផ្សំធម្មជាតិដែលមានសុវត្ថិភាពហើយអត់ប៉ះពាល់ដល់ស្បែកក្បាលទេចូលទៅដល់ our business strain ហ្នឹងគឺចំណុចខ្លាំងបំផុតមួយទៀតរបស់យើងហ្នឹងគឺយើងធ្វើជា full control over production process ដោយខ្លួនឯងនៅពេលដែលពួកយើងធ្វើបែបហ្នឹងគឺយើងអាចដឹងពីដំណើរការនៃការគ្រប់គ្រងទាំងមូលចាប់ពីការជ្រើសរើសវត្ថុធាតុដើមរហូតទៅដល់ការផលិតនិងវេចខ្ចប់សាប៊ូកក់សក់ផងដែរដោយសារតែហេតុផលហ្នឹងហើយដែលយើងអាចរក្សាគុណភាពសាប៊ូកក់សក់របស់យើងបានជាប់លាប់កាត់បន្ថយថ្លៃដើមនៃការផលិតហើយនឹងផ្ដល់ជូននៅផលិតផលរបស់យើងហ្នឹងទៅដល់អតិថិជនក្នុងតម្លៃមួយដែលយើងអាចប្រកួតប្រជែងក្នុងទីផ្សារបានហើយមួយវិញទៀតហ្នឹងគឺតកតងទៅនឹងការកែលម្អរូបមន្តផងដែរយើងដឹងស្រាប់ហើយថានៅពេលដែលយើងផលិតសាប៊ូជាដំបូងអាចនឹងពេលដែលអតិថិជនគាត់ប្រើប្រាស់ទៅគឺអាចមានថាមានជា feedback ឬក៏ recommend ពីអតិថិជនមកវិញអញ្ចឹងយើងអាចកែប្រែរូបមន្តបន្តិចបន្តួចដើម្បីឲ្យសាប៊ូរបស់យើងហ្នឹងកាន់តែល្អជាងមុនថែមទៀតហើយនិយាយពី marketing and growth plan ទីផ្សារគោលដៅដំបូងរបស់យើងហ្នឹងគឺនៅក្នុងរាជធានីភ្នំពេញដែលជាកន្លែងដែលសម្បូរមនុស្សហើយក៏ជាកន្លែងទីប្រជុំជនផងដែរដែលជាហេតុមួយដែលធ្វើឲ្យពួកគាត់មានតម្រូវការខ្ពស់ដូច្នេះហើយទើបយើងផលិតផលថែរក្សាសក់ហ្នឹងមកហើយមួយទៀតគឺតកតងទៅនឹងតម្លៃដែលធ្វើឲ្យយើងអាចមានទីតាំងនៅរាជធានីភ្នំពេញនឹងបានហើយបន្ទាប់ពីបង្កើតម៉ាកយីហោនឹងរួចហើយយើងមានក្រុងពង្រឹងទៅកាន់ខេត្តផ្សេងទៀតដូចជានៅក្នុងប្រទេសកម្ពុជាផងដែរតាមរយៈដូចជាហាងលក់រាយសាឡនឬក៏ online channel ជាដើមហើយទីតាំងម៉ាកយីហោរបស់យើងនឹងស្រួលរកមែនទែនមានរបស់យើងនឹងមានលក់ផលិតផលដែលមានតម្លៃសមរម្យផលិតពីគ្រឿងផ្សំពីធម្មជាតិហើយនឹងផលិតឡើងជាពិសេសសម្រាប់សក់និងលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសនៅក្នុងប្រទេសកម្ពុជាយើងនឹងហើយចូលទៅដល់ slide បន្ទាប់ slide បន្ទាប់របស់យើងហ្នឹងគឺនិយាយពី ingredient ដូចតែអ្នកនរគ្នាឃើញក្នុង slide ហ្នឹងគឺ ingredient សំខាន់របស់យើងមានរហូតដល់4ដែលមាន red onion oil coconut meal បណ្ដោពេជ្រ tree ហើយនឹងrye ហើយនឹងអង្គហ្នឹងហើយគ្រឿងផ្សំទាំងអស់ហ្នឹងហើយដែលយើងបានយកមកចរាញ់ចូលគ្នាហើយបង្កើតបានទៅជាបណ្ដោពេជ្រ shampoo ហ្នឹងហើយចូលទៅដល់ slide បន្ទាប់ទៀតចាំចូលទៅដល់ slide បន្ទាប់គឺយើងនិយាយពី mission and vision statement ចំពោះ our vision របស់យើងគឺចង់ខ្លាយទៅជាម៉ាកផលិតផលសាប៊ូថែរក្សាសក់ធម្មជាតិមួយដែលឈានមុខគេហើយគួរឲ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជាយើងហើយយើងក៏ចង់ឲ្យសាប៊ូកក់សក់បណ្ដោពេជ្ររបស់យើងនឹងខ្លាយទៅជាម៉ាក
ដាវិជាជនកម្ពុជាគាត់ប្រើប្រាស់ហើយមានមោទនភាពក្នុងការប្រើប្រាស់ផងដែរហើយនាពេលអនាគតហ្នឹងគឺយើងមានគោលបំណងប្រកួតប្រជែងជាមួយនឹងម៉ាកល្បីៗអន្តរជាតិខណៈពេលដែលយើងនៅតែអាចរក្សាថាហ្នឹងជាអត្តសញ្ញាណរបស់កម្ពុជានិងបេតិកភណ្ឌធម្មជាតិរបស់យើងអញ្ចឹងចំពោះ long term vision goal របស់យើងវិញគឺយើងចង់កសាងកេរ្តិ៍ឈ្មោះហើយនឹងទទួលស្គាល់ម៉ាកយីហោដែលរឹងមាំមួយនៅក្នុងប្រទេសកម្ពុជាហើយគោលដៅរបស់យើងរួមមានការពង្រីកការចែកចាយទៅកាន់គ្រប់ខេត្តនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការបង្កើនឱកាសការងារសម្រាប់សហគមន៍ក្នុងតំបន់ជនបទមួយចំនួនហើយនឹងការអភិវឌ្ឍបង្កើតផលិតផលថែរក្សាផ្សេងដូចជាក្រែមបន្ទន់សក់ឬក៏ប្រេងលាបសក់អីហ្នឹងក្រុមម៉ាកយីហោឈ្មោះបណ្ដូលពេជ្រយើងហ្នឹងហើយក្តីស្រមៃរបស់ពួកយើងហ្នឹងគឺសាមញ្ញតែយើងចង់ឃើញឃ្លាមួយដែលគេនិយាយថា a local shampoo that every Cambodian feel proud to use សូមស្លាយបន្តទៀតចឹងយើងចូលមកដល់ our mission ម្ដងour mission របស់ពួកយើងហ្នឹងគឺផ្ដល់ជូននៅផលិតផលថែរក្សាសក់ដែលមានគុណភាពនិងសុវត្ថិភាពជាពិសេសគឺតម្លៃសមរម្យដែលអាចបំពេញតម្រូវការអតិថិជននៅក្នុងប្រទេសកម្ពុជាយើងបានហើយយើងក៏នឹងបដិញ្ញាថានឹងប្រើប្រាស់គ្រឿងផ្សំធម្មជាតិរួមផ្សំជាមួយនឹងបច្ចេកទេសផលិតកម្មទំនើបដើម្បីផ្ដល់នៅលទ្ធផលដែលអាចមើលឃើញថានៅពេលដែលយើងប្រើប្រាស់សាប៊ូកក់សក់ហ្នឹងទៅគឺយើងនឹងទទួលបានសក់រឹងមាំប្រឡងហើយមានសុខភាពល្អផងដែរhow we achieve it ដើម្បីសម្រេចបាននៅបេសកកម្មរបស់យើងហ្នឹងគឺយើងផ្ដោតទៅលើវិស័យសំខាន់ចំនួនមួយចំនួនដូចជាទី1ហ្នឹងគឺយើងរក្សាស្តង់ដារត្រួតពិនិត្យគុណភាពក្នុងកំឡុងពេលផលិតហ្នឹងហើយទី2ហ្នឹងយើងកែលម្អផលិតផលរបស់យើងហ្នឹងជាបន្តបន្ទាប់ឲ្យយើងស្ដាប់ feedback ពីអតិថិជនរបស់យើងហើយមួយទៀតគឺយើងក៏យកចិត្តទុកដាក់ចំពោះនិរន្តរភាពដោយរៀបចំផែនការវេចខ្ចប់ដែលអត់មានផលប៉ះពាល់ទៅដល់បរិស្ថានផងដែរហើយនឹងផលិតដោយមានទំនួលខុសត្រូវខ្ពស់មួយវិញទៀតយើងក៏គ្រប់គ្រងទៅលើសហគមន៍ក្នុងស្រុកដោយផ្សព្វផ្សាយផលិតផលរបស់យើងដែលយើងដឹងហើយថាយើង made in Cambodia ហើយចូលទៅដល់ slide បន្តទៀតដល់ចំណុចនេះគឺយើងនិយាយពី marketing objective អញ្ចឹងយើងនិយាយពី circle គោលបំណងទីផ្សារដំបូងរបស់យើងហ្នឹងគឺដើម្បីបង្កើតប្រាក់ចំណូលពីការលក់ដែលយើងនិយាយបានថា increase sales revenue ហើយគោលបំណងរបស់ពួកយើងហ្នឹងគឺសម្រេចបានការលក់រហូតដល់50$1,000នៅចុងឆ្នាំ2027តាមរយៈការតាំងពិព័រណ៍ផលិតផលឬក៏រួមទាំងផលិតដែលមានទំហំដប់ផ្សេងគ្នាយើងដឹងហើយថាក្រុមហ៊ុនបណ្ដូលពេជ្ររបស់យើងគឺមានសាប៊ូកក់សក់ដែលមានទំហំផ្សេងគ្នាដែលអាចបំពេញទៅតាមតម្រូវការរបស់អតិថិជនបានហើយនឹងផលិតផលថែរក្សាសក់ផ្សេងទៀតដូចជាក្រែបន្ទន់សក់ហើយនឹងប្រេងលាបសក់ជាដើមហើយពួកយើងក៏មានជាការផ្សព្វផ្សាយតាមរដូវកាលផ្សេងផងដែរដូចជាចូលឆ្នាំChristmas Valentine Day ហើយក៏មានជាការចូលរួមសហការជាមួយក្រុមហ៊ុនផ្សេងហើយមួយវិញទៀតយើងក៏មានជាការ promotion ឬក៏ discount ទៅតាម event ផ្សេងដែលធ្វើនៅក្នុងប្រទេសកម្ពុជាផងដែរគោលបំណងទី2របស់យើងហ្នឹងគឺពង្រឹងចំណែកទីផ្សារយើងនឹងចាប់ផ្ដើមដោយការពង្រឹងវត្តមានរបស់យើងនៅទីក្រុងភ្នំពេញបន្ទាប់មកទៀតយើងនឹងពង្រឹងទៅកាន់ខេត្តផ្សេងនៅក្នុងប្រទេសកម្ពុជាផងដែរហើយការងារនឹងដែរគឺយើងនឹងធ្វើជាដៃគូសហការជាមួយនឹងហាងលក់រាយសាឡនហើយនឹងវេទិកាលក់ទំនិញអនឡាញជាដើមហើយគោលបំណងទី3ហ្នឹងគឺដើម្បីបង្កើតការយល់ដឹងអំពីម៉ាកយីហោផងដែរហើយយើងផ្ដោតយ៉ាងខ្លាំងទៅលើការធ្វើទីផ្សារ digital ជាពិសេសតាមរយៈ Facebook TikTok ឬក៏ Instagram ឬក៏តាម viral មួយចំនួនដែលប្រជាជនកម្ពុជាយើងបច្ចុប្បន្ននេះគាត់ចូលចិត្តប្រើផងដែរហើយការសហការជាមួយអ្នកមានឥទ្ធិពលក៏អាចជួយឲ្យការធ្វើអាជីវកម្មរបស់យើងរីកចម្រើនមួយដែរមួយទៀតហ្នឹងគឺយើងត្រូវធ្វើយ៉ាងណាដើម្បីណែនាំម៉ាកយីហោរបស់យើងហ្នឹងឲ្យទៅដល់អតិថិជនឲ្យប្រកួតស្គាល់កាន់តែច្រើនជាពិសេសសិស្សអ្នកធ្វើការឬក៏លក្ខណៈថាគេប្រើប្រាស់ជាលក្ខណៈគ្រួសារអញ្ចឹងទៅហើយមួយទៀតគឺគោលបំណងទីផ្សារចុងក្រោយរបស់យើងគឺដើម្បីកសាងភាពស្មោះត្រង់របស់អតិថិជនឲ្យរឹងមាំនិងទាក់ទងទៅនឹង customer loyalty យើងមានក្រុមប្រើប្រាស់ដូចជា membership card loyal program ហើយនឹង personalized communication ផងដែរហើយ our goal is not only to attract new customer បានពួកយើងក៏ព្យាយាមរក្សាអតិថិជនចាស់ដែលគាត់បានទិញម្ដងហើយឲ្យគាត់ត្រឡប់មកទិញម្ដងទៀតហើយមួយវិញទៀតអតិថិជនដែលគាត់បានទិញផលិតផលរបស់យើងហ្នឹងនៅពេលដែលគាត់ប្រើល្អគាត់នឹង recommend ទៅកាន់អ្នកផ្សេងទៀតហើយអញ្ចឹងអាហ្នឹងក៏ជាយុទ្ធសាស្ត្រការធ្វើទីផ្សាររបស់យើងមួយដែលអាចឲ្យអតិថិជនរបស់យើងស្គាល់ពី brand name របស់យើងកាន់តែច្បាស់ផងដែរ
ចូលទៅ slide បន្តទៀតអូខេចូលមក slide បន្ទាប់នេះគឺយើងនិយាយអំពី SWOT analysis ដែលមានចំណុចខ្លាំងចំណុចខ្សោយក៏ដូចជាមានឱកាសហើយនឹងការគម្រាមកំហែងផងដែរឥឡូវយើងចាប់ដើមនិយាយជាមួយនឹងចំណុចខ្លាំងយើងមុនសាប៊ូកក់សក់ដូរពេជ្ររបស់យើងនឹងគឺប្រើប្រាស់គ្រឿងផ្សំធម្មជាតិដែលយើងយកពីប្រជាកសិករនៅក្នុងស្រុកក៏ដូចជាការលើកស្ទួយទៅដល់វិស័យកសិកម្មនិងឧស្សាហកម្មផងដែរហើយនេះជាឱកាសមួយដែលអនុញ្ញាតឲ្យយើងគ្រប់គ្រងទៅលើគុណភាពកាត់បន្ថយថ្លៃដើមហើយនឹងផ្ដល់ជូននៅតម្លៃសមរម្យទៅដល់អតិថិជនមួយវិញទៀតហ្នឹងយើងអាចបង្ហាញអត្តសញ្ញាណដ៏រឹងមាំរបស់យើងគឺផលិតនៅក្នុងប្រទេសកម្ពុជាដែលជួយយើងឲ្យមានទំនាក់ទំនងល្អហើយនឹងជួបទំនាក់ទំនងជាមួយនឹងអតិថិជនក្នុងស្រុកផងដែរហើយបន្ថែមពីលើហ្នឹងទៀតហ្នឹងយើងក៏មានឱកាសដែលអាចឲ្យពួកយើងនឹងចូលទៅទីផ្សារអន្តរជាតិហើយបង្ហាញថានេះគឺជាផលិតផលរបស់ប្រទេសកម្ពុជាផងដែរចំពោះចំណុចខ្សោយគឺយើងនៅជាម៉ាកថ្មីមួយដែលអតិថិជនដែលគាត់អត់ទាន់ស្គាល់ទេគឺយើងត្រូវតែស្វែងយល់ពីម៉ាកយីហោរបស់យើងជាមុនសិនអញ្ចឹងមួយវិញទៀតដោយសារតែថវិកាទីផ្សាររបស់ពួកយើងនៅមានកម្រិតដូចគ្នាអញ្ចឹងការចាយចាយរបស់យើងគឺផ្ដោតជាចម្បងតែនៅក្នុងទីក្រុងភ្នំពេញនៅពេលដែលយើងចាប់ផ្ដើមផលិតដំបូងហើយសមត្ថភាពក្នុងការផលិតសាប៊ូរបស់យើងក៏នៅមានកម្រិតដែរដោយយើងក៏លេចមើលទៅមួយទៀតគឺជាឱកាសគឺយើងមានតម្រូវការកើនឡើងសម្រាប់ផលិតផលថែរក្សាសក់ធម្មជាតិដែលមានជាការគ្រប់គ្រងខ្លាំងពីសំណាក់ប្រជាជនដែលយើងផលិតនោះគឺជាម៉ាកមួយ local brand មួយនៅក្នុងស្រុកប្រទេសកម្ពុជាយើងហ្នឹងហើយក៏ជាសក្តានុពលខ្ពស់នៅក្នុងការធ្វើទីផ្សារទៅលើប្រព័ន្ធផ្សព្វផ្សាយហើយនឹងជាមួយដៃគូប្រកួតប្រជែងនៅលើហាង salon ផងដែរហើយជាចុងក្រោយហ្នឹងតកតងទៅនឹងការគម្រាមកំហែងសំខាន់ហ្នឹងមានដូចជាការប្រកួតប្រជែងខ្លាំងពីម៉ាកល្បីយើងដឹងស្រាប់ហើយថាយើងគឺជាម៉ាកមួយដែលទឹកទៅចាប់ផ្ដើមវិញអញ្ចឹងអាចនឹងថាម៉ាកគេចាស់ចាស់គេមានអតិថិជនគេចាស់ចាស់ហើយអញ្ចឹងយើងត្រូវធ្វើយ៉ាងណាដើម្បីអាចនិយាយបានថាលួចអតិថិជនគេដើម្បីឲ្យមកប្រើប្រាស់របស់យើងអីចឹងទៅហើយមួយទៀតគឺសម្ពាធតម្លៃហើយនឹងការកើនឡើងនៃថ្លៃវត្ថុធាតុដើមអញ្ចឹងវាអាចមានការប្រែប្រួលដោយសារសេដ្ឋកិច្ចយើងបច្ចុប្បន្នវាអត់មានអីទៀងទាត់ទេអញ្ចឹងអាចថាដូចឥឡូវអញ្ចឹងយើងមានបញ្ហាសង្គ្រាមអញ្ចឹងអាចនឹង ingredient មួយចំនួនគឺវាឡើងថ្លៃអញ្ចឹងអាចមានការប្រែប្រួលត្រង់ចំណុចហ្នឹងហើយមួយទៀតហ្នឹងគឺតកតងទៅនឹងហានិភ័យនៃដែកគោប្រកួតប្រជែងហ្នឹងអាចពួកគេអាចតាមដានយើងហើយអាចច្រឡំពីយើងអញ្ចឹងទៅហើយសម្រាប់ slide របស់ខ្ញុំដែលខ្ញុំការសិក្សាហ្នឹងក៏ដល់ទីបញ្ចប់ដែរអញ្ចឹងសូមបកគោសិក្សាបន្ទាប់ហ្នឹងទៅអ្នកបន្ទាប់ទៀតជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំសេនូមកនិយាយអំពីចំណុចទី4ដែលនិយាយអំពីគោលដៅអតិថិជនអញ្ចឹងចំពោះគោលដៅអតិថិជនហ្នឹងគឺខ្ញុំបានបែងចែកទី2គឺទី1គឺ target customer អញ្ចឹងចំពោះ target customer ហ្នឹងគឺយើងនិយាយទៅលើគោលដៅដែលជាគោលដៅរបស់យើងតដែលយើងគិតទៅលើទាំងបរិបទទាំងស្ត្រីដែលគាត់មានអាយុចាប់ពី10ឆ្នាំឡើងហើយសម្រាប់សាប៊ូកក់សក់នេះសម្រាប់បងប្អូនណាដែលគាត់មានចំណាប់អារម្មណ៍ឬមួយក៏គាត់ចង់បានសក់ស្អាតនិងគុណភាពហើយម្យ៉ាងទៀតចំពោះសាប៊ូកក់សក់ហ្នឹងគឺយើងធ្វើឡើងដើម្បីផ្ដោតទៅលើកម្មករឬមួយក៏សិស្សសាលាណាដែលគាត់ចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ប្រចាំថ្ងៃហើយម្យ៉ាងទៀតចំពោះផលិតផលដែលយើងប្រើឬមួយក៏ផលិតឡើងហ្នឹងគឺមានតម្លៃសមរម្យហើយអាចប្រើប្រាស់ទៅគឺអត់ប៉ះពាល់ទៅដល់សុខភាពឬមួយក៏ស្បែកក្បាលអ្នកប្រើប្រាស់ផ្ទាល់ទេចំពោះគុណភាពឬមួយក៏ផលិតផលនេះគឺខ្ញុំសូមបញ្ជាក់តិចចំពោះចំណុចសំខាន់ទៅលើគោលដៅអតិថិជនអញ្ចឹងចំពោះសាប៊ូហ្នឹងបើសិនជាអតិថិជនណាដែលគាត់បានប្រើប្រាស់ហើយវាមិនត្រឹមតែមានក្លិនក្រអូបទេប៉ុន្តែវាអាចជួយឲ្យសក់ហ្នឹងទន់រលោងហើយអ្វីដែលជាពិសេសនោះគឺវាមានគុណភាពនិងតម្លៃសមរម្យសម្រាប់ប្រើប្រចាំថ្ងៃបាន slide បន្ទាប់ចំពោះ slide បន្ទាប់គឺចំណុចទី2គឺយើងនិយាយអំពី target competitor គឺនិយាយអំពីការប្រកួតប្រជែងអញ្ចឹងចំពោះការប្រកួតប្រជែងហ្នឹងគឺខ្ញុំបានយកក្រុមហ៊ុនសាប៊ូដែលគាត់ផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ចំនួន3អញ្ចឹងចំពោះដៃគូប្រកួតប្រជែងរបស់យើងទី1គឺ Clin ហើយនិងទី2គឺស្រាថ្នាំ Cover ឡានសម្ពូហើយនិងទី3គឺ Bodia
ដែលជាសាប៊ូកក់សក់ផលិតចេញអំពីធម្មជាតិសុទ្ធចំណុចបន្ទាប់ចឹងចំពោះចំណុចទី5នេះគឺនិយាយអំពី product strategy ដែលយើងបែងចែកជា5ចំណុចទី1គឺ positioning statement ទី2គឺ feature and benefit ទី3 brand name ទី4គឺ packaging និងទី4គឺ competitive advantage slide បន្ទាប់អញ្ចឹងចំពោះpositioning statement ហ្នឹងគឺខ្ញុំបានបញ្ជាក់នៅក្នុង slide ផងដែរថាចំពោះសាប៊ូកក់សក់ដែលយើងបានផលិតឡើងហ្នឹងគឺវាបានផ្ដល់នូវការថែទាំបែបធម្មជាតិសម្រាប់សក់អ្នកប្រើប្រាស់ណាដែលគាត់មានភាពរឹងហើយវាអាចជួយឲ្យមានការភ្លឺរលោងហើយមានសុខភាពល្អជាមួយនឹងតម្លៃដ៏សមរម្យអញ្ចឹងចំពោះការរចនាឡើងដែលយើងបានគិតគូរអំពីសក់សម្រាប់អតិថិជនហ្នឹងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ហើយម្យ៉ាងគឺយើងនាំមកតាមធម្មជាតិជាមួយនឹងគុណភាពដែលអាចឲ្យអតិថិជនរបស់យើងហ្នឹងគឺគាត់ទុកចិត្តបាននៅក្នុងការប្រើប្រាស់សាប៊ូមួយហ្នឹងចំណុចបន្ទាប់ចឹងខ្ញុំសូមរៀបរាប់អំពី processing កន្លែងនេះបន្តិចចឹងចំពោះដំណើរការនៃការកាត់ឡើងចំពោះសាប៊ូហ្នឹងគឺយើងធ្វើឡើងទី1ហ្នឹងគឺយើងបានសម្អាតគ្រឿងផ្សំអំពីដើមបដូរពេជ្រហ្នឹងទី1គឺយើងត្រូវលាងសម្អាតជាមួយនឹងគ្រឿងផ្សំដែលយើងផ្សំក្នុងការធ្វើសាប៊ូនឹងហើយដើម្បីកម្ចាត់មេរោគក៏ដូចជាបាក់តេរីមួយចំនួនដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពផងដែរចំពោះទី2គឺយើងរៀបចំហើយយើងកាត់វាដើម្បីដាក់ជាមួយនឹងគ្រឿងផ្សំហើយដាក់ចូលទៅក្នុងម៉ាស៊ីនជាមួយនឹងទំហំដ៏សមស្របហើយម្យ៉ាងទៀតជាមួយនឹងម៉ាស៊ីនដែលយើងប្រើប្រាស់សម្រាប់កិនលាយសាប៊ូហ្នឹងកិនឲ្យបានល្អដើម្បីឲ្យម៉ត់ហើយកុំឲ្យមានកម្ទេចកម្ទីចំពោះទី3គឺយើងចាប់ផ្ដើមដាក់គ្រឿងដែលយើងបានលាងហើយនឹងកាត់ហ្នឹងគឺយើងដាក់ចូលក្នុងម៉ាស៊ីនហើយយើងបានរៀបចំដាក់លាយគ្នាកិនធ្វើមិនឲ្យសាប៊ូហ្នឹងមើលទៅគឺយើងអាចទុកចិត្តបានហើយគួរឲ្យចង់ប្រើប្រាស់slide បន្ទាប់ចឹងចំពោះ slide បន្ទាប់គឺយើងដាក់សាប៊ូហ្នឹងចូលទៅក្នុងដបអញ្ចឹងបានន័យថាដបដែលយើងបានរៀបចំនៅក្នុងការដាក់សាប៊ូហ្នឹងគឺជាជំហានចុងក្រោយបំផុតដែលយើងធ្វើមកយើងរើសដបឬមកក៏ផលិតផលណាមួយដែលយើងដាក់សាប៊ូហ្នឹងទៅមើលទៅគួរឲ្យតាក់ទាញហើយមានចំណាប់អារម្មណ៍និងស្អាតដែលវាស័ក្តិសមជាមួយនឹងតម្លៃនិងការប្រើប្រាស់ផងដែរហើយម្យ៉ាងពេលដែលយើងដាក់ទៅក្នុងផលិតផលឬមួយក៏ដបហ្នឹងគឺអាចធ្វើឲ្យរក្សាសាប៊ូនឹងបានយូរ slide បន្ទាប់ចឹងចំពោះ slide បន្ទាប់គឺយើងនិយាយអំពី feature and benefit អញ្ចឹងចំពោះកន្លែងលក្ខណៈពិសេសជាមួយនឹងអត្ថប្រយោជន៍របស់វាហ្នឹងគឺខ្ញុំបានសរុបរួមចូលគ្នាអញ្ចឹងចំពោះកន្លែងហ្នឹងគឺចង់បានន័យថាសម្រាប់អតិថិជនណាដែលគាត់បានប្រើប្រាស់សាប៊ូហ្នឹងគឺធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាមានទំនុកចិត្តនៅក្នុងពេលដែលគាត់កក់សាប៊ូឬមួយក៏គាត់ប្រើប្រាស់សាប៊ូនឹងផ្ទាល់ហើយមានអារម្មណ៍ថាស្អាតហើយនឹង clean ទី2បានន័យថាបន្ថែមភាពទន់រលោងហើយកាត់បន្ថយការខូចសក់និងធ្វើឲ្យសក់នឹងភ្លឺរលោងនឹងជាមួយនឹងគ្រឿងផ្សំដែលយើងបានដាក់នៅក្នុងសាប៊ូហ្នឹងហើយវាជួយថែរក្សាសក់របស់យើងនឹងឲ្យទន់ហើយអត់ស្ងួតមិនងាយបែកចុងហើយរលាស់ផងដែរទី3គឺបានន័យថាយើងចាប់ផ្ដើមប្រមូលបន្ទុកបានន័យថាអតិថិជនណាដែលគាត់បានប្រើប្រាស់ច្រើនហ្នឹងគឺនឹងមានការទទួលបានការបញ្ចុះតម្លៃនៅពេលដែលគាត់ទិញលើក្រោយអញ្ចឹងនៅពេលដែលគាត់ទិញមុនដំបូងហ្នឹងគឺយើងគិតថាពេលដែលគាត់ទិញសារក្រោយទៀតឃើញគាត់នឹងប្រើប្រាស់ត្រូវអញ្ចឹងយើងនឹងមានបន្ទុកសម្រាប់គាត់សម្រាប់បញ្ចុះតម្លៃផងដែរចំពោះចំណុចទី4គឺនិយាយអំពីចំណាប់អារម្មណ៍អញ្ចឹងមានន័យថានៅពេលដែលគាត់ប្រើប្រាស់សាប៊ូនឹងហើយគាត់នឹងទទួលបាននូវការគោរពឬមួយក៏តំណែងជិតស្និទ្ធជាមួយនឹងម៉ាកផលិតផលរបស់យើងដែលយើងប្រើប្រាស់ហ្នឹងហើយម្យ៉ាងមិនត្រឹមតែមានភាពជិតស្និទ្ធជាមួយនឹងសាប៊ូហ្នឹងឯងប៉ុន្តែអាចធ្វើឲ្យគាត់នឹងទទួលបាននូវការជិតស្និទ្ធហើយអាចយកទៅប្រើប្រាស់ឬមួយក៏ចែកចាយបាន
ម្យ៉ាងទៀតគឺថាប់ចបផ្សេងគឺធ្វើឲ្យអតិថិជនរបស់គាត់នឹងមានភាពជឿជាក់ហើយនឹងយកចិត្តទុកដាក់ជាមួយនឹងផលិតផលដែលយើងបានប្រើប្រាស់អញ្ចឹងចំពោះចំណុចបន្ទាប់ចឹងចំពោះចំណុចបន្ទាប់គឺនិយាយអំពី brand name អញ្ចឹងចំពោះ brand name របស់យើងដែលយើងផលិតឡើងហ្នឹងគឺមានឈ្មោះថាបណ្ដូលពេជ្រ shampoo អញ្ចឹងចំពោះ brand ហ្នឹងគឺយើងដាក់តាមអ្វីដែលយើងបានផលិតអញ្ចឹងចំពោះចំណុចរបស់ខ្ញុំបានបញ្ចប់អញ្ចឹងខ្ញុំសូមបន្តទៅមិត្តភ័ក្តិរបស់ខ្ញុំនោះគឺនិយាយអំពី packaging ការវេចខ្ចប់ហ្នឹងគឺជាការធានាថាការវេចខ្ចប់មានគុណភាពល្អហើយនឹងមានស្តង់ដារត្រឹមត្រូវជូនអតិថិជនហើយនឹងដើម្បីធានាថាគុណភាពសាប៊ូហ្នឹងមានគុណភាពល្អការការពារពីកម្តៅហើយនឹងការបំពុលផ្សេងៗដើម្បីរក្សាគុណភាពសាប៊ូនិងក្លិនសាប៊ូឲ្យមានអាយុកាលប្រើប្រាស់បានយូរហើយនឹងដើម្បីដោះស្រាយនឹងការដឹកជញ្ជូនមានភាពងាយស្រួលហើយនឹងមួយទៀតដើម្បីទាក់ទាញអតិថិជននឹងការផ្សព្វផ្សាយម៉ាកយីហោឲ្យកាន់តែលេចធ្លោហើយដបសាប៊ូហ្នឹងមាន logo ត្រឹមត្រូវសូមស្លាយបន្ទាប់ស្លាយបន្ទាប់ហ្នឹងគេនិយាយអំពី competitive advantage កាត់គុណសម្បត្តិការប្រកួតប្រជែងគុណសម្បត្តិការប្រកួតប្រជែងហ្នឹងសំដៅទៅលើចំណុចខ្លាំងឬយុទ្ធសាស្ត្រពិសេសដែលអនុញ្ញាតឲ្យក្រុមហ៊ុនមួយមានផលិតផលល្អជាងដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារគុណភាពផលិតផលឬសេវាកម្មល្អគុណភាពផលិតផលឬសេវាកម្មល្អហ្នឹងផលិតផលមានស្តង់ដារការប្រើប្រាស់បានយូរនិងការបំពេញតម្រូវការអតិថិជនធ្វើឲ្យអតិថិជនហ្នឹងមានទំនុកចិត្តនិងធ្វើឲ្យអតិថិជនហ្នឹងចង់ប្រើហើយចង់ប្រើទៀតអឺតម្លៃប្រកួតប្រជែងក្រុមហ៊ុនអាចកំណត់តម្លៃសមរម្យនិងការប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងដោយមិនប៉ះពាល់ដល់គុណភាពហើយនឹងជួយទាក់ទាញអតិថិជនបានកាន់តែច្រើនអឺម៉ាកយីហោល្បីនិងមានទំនុកចិត្តម៉ាកយីហោដែលអតិថិជនស្គាល់និងមានទំនុកចិត្តធ្វើឲ្យផលិតផលហ្នឹងមានតម្លៃខ្ពស់ហើយនិងងាយស្រួលក្នុងការផ្សព្វផ្សាយចូលដល់ចំណុចចុងក្រោយការគ្រប់គ្រងនោះមានន័យថាការគ្រប់គ្រងទៅនឹងការបម្រើសេវាដល់អតិថិជនល្អការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់និងសេវាកម្មល្អបង្កើនភាពពេញចិត្តនិងភាពស្មោះត្រង់ជូនអតិថិជនចូលដល់ slide បន្ទាប់ហ្នឹង management structure រចនាសម្ព័ន្ធអ្នកគ្រប់គ្រងត្រង់ចំណុចហ្នឹងខ្ញុំលើកចំណុចសំខាន់លើកមកនិយាយមាន3ចំណុចភាពជាអ្នកដឹកនាំនិងការធ្វើការសម្រេចចិត្តការធ្វើផែនការយុទ្ធសាស្ត្រហើយនិងការតាក់ទងដ៏រឹងមាំភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តភាពជាអ្នកដឹកនាំមានតួនាទីសំខាន់ក្នុងការកំណត់ទិសដៅនិងការធ្វើការសម្រេចចិត្តបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ការសម្រេចចិត្តល្អជួយដោះស្រាយបញ្ហាដំណើរការទៅមុខបានល្អចំណុចទី2ការធ្វើផែនការយុទ្ធសាស្ត្រវាជាការកំណត់គោលដៅរយៈពេលខ្លីឬវែងព្រមទាំងការរៀបចំផែនការសកម្មភាពដើម្បីឆ្លើយតបទៅនឹងបរិបទនិងការប្រកួតប្រជែងផ្សេងៗចំណុចទី3ការកំណត់ការទំនាក់ទំនងដ៏រឹងមាំអ្នកដឹកនាំនិងបុគ្គលិកការធ្វើទំនាក់ទំនងដ៏រឹងមាំជួយបង្កើនបរិយាកាសល្អទៅនឹងការជំរុញការងារនិងការសម្រេចចិត្តដ៏ជោគជ័យរបស់ក្រុមហ៊ុនហើយខ្ញុំហើយបន្ថែមពីហ្នឹងមានចំណុចផ្សេងដែលនៅក្នុង slide របស់ខ្ញុំលើកមកនិយាយហ្នឹងចំណុចទី1ចំណុចខ្លាំងផ្នែកទីផ្សារសំខាន់គឺជាគុណសម្បត្តិចម្បងដែលជួយក្រុមហ៊ុនទាក់ទាញអតិថិជននិងកសាងភាពស្មោះត្រង់ចំពោះម៉ាកយីហោនិងការសម្រេចចិត្តនិងការបង្កើនការលក់ចំណុចទី2ហិរញ្ញវត្ថុការបង្កើនប្រសិទ្ធភាពចំណាយដែលធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់យើង
ចំណុចទី3យុទ្ធសាស្ត្រគណនេយ្យគឺជាផែនការដែលអាជីវកម្មប្រើដើម្បីគ្រប់គ្រងនិងការបង្កើនទំនាក់ទំនងជាមួយអតិថិជនសំខាន់ៗចំណុចទី4រដ្ឋបាលគឺជាផែនការសម្រាប់របៀបដែលអាជីវកម្មរៀបចំគ្រប់គ្រងនិងមានន័យថាគ្រប់គ្រងគាំទ្រដល់ប្រតិបត្តិការក្នុងការទំនាក់ទំនងជាមួយនឹងធនធានមនុស្សនិងការរក្សាកំណត់ត្រានិងការគ្រប់គ្រងការិយាល័យទៅនឹងការធៀបទៅនឹងនាយកដ្ឋានទាំងអស់ដែលត្រូវបានអនុវត្តយ៉ាងរលូនដល់ចំណុចទី5ដែលជាចំណុចចុងក្រោយក្នុងវិស័យទីផ្សារហ្នឹងការលុបច្រើនជាងការផ្ដល់ផលិតផលវានិយាយបានថាអំពីការបញ្ចុះបញ្ចូលចំពោះអតិថិជនផលិតផលរបស់អ្នកបំពេញតម្រូវការឬបំណងរបស់វាត្រង់ចំណុចរបស់ខ្ញុំ slide របស់ខ្ញុំហ្នឹងបានបញ្ចប់ហើយខ្ញុំសូមបន្តឲ្យទៅភាគរបស់ខ្ញុំជាអ្នកបកស្រាយបន្ទាប់ចូលទៅដល់ pricing strategy នៅក្នុង pricing strategy របស់យើងហ្នឹងមេប្រដាប់របស់យើងហ្នឹងសាប៊ូ10តូចរបស់យើងហ្នឹងយើងលក់មានចំណង550 មីលីលីត្រយើងលក់នៅក្នុងតម្លៃ7រៀលអញ្ចឹងយើងចំណេញបាន$2ហើយសាប៊ូ10ធំរបស់យើងហ្នឹងមានចំណង500 មីលីលីត្រយើងលក់នៅក្នុងតម្លៃ$12ហើយយើងចំណេញបាន4រៀលហើយមួយទៀតចំណុចសំខាន់មួយទៀតដូចជាយើងមានបញ្ចុះតម្លៃ10%ចំពោះអតិថិជនដែលមានលក្ខណៈថាមានការ VIP ជាសមាជិករបស់ពួកយើងអញ្ចឹងណាហើយមួយទៀតយើងក៏មានកញ្ចប់ promotion ពិសេសដូចជានៅក្នុងបនចូលឆ្នាំបនជុំបិណ្ឌហើយបនអុំទូកអីផ្សេងនឹងដែរសូម slide បន្ទាប់ចូលមកដល់ slide បន្តរបស់យើងចំណុចទី9ដែលនិយាយតាក់ទងទៅនឹង Plus Strategy ចំពោះ Plus Strategy របស់យើងហ្នឹងយើងចែកចេញជា3ចំណុចដែលចំណុចទី1ហ្នឹងយើងនិយាយតាក់ទងទៅនឹងយើងជ្រើសរើសតំណែងចែកចាយយើងជ្រើសរើសតំណែងចែកចាយសម្រាប់ម៉ាកយីហោផលិតផលសាប៊ូរបស់យើងហ្នឹងអាហ្នឹងមានន័យថាយើងត្រូវតែពិនិត្យមើលកាប់ពីខែមុនហ្នឹងយើងលក់ស្តុកហ្នឹងយើងលក់បានប្រមាណអញ្ចឹងណាដើម្បីដើម្បីកុំឲ្យដាច់ស្តុកនៅពេលដែលអតិថិជនហ្នឹងមកត្រូវការកំងមកទិញផ្ទាល់ឬក៏ដូចជាកំងតាមអនឡាញផ្សេងហើយមួយទៀតយើងត្រូវចំពោះសង្វាក់ផលិតកម្មក៏យើងត្រូវព្យាករណ៍មើលថាតើផលិតកម្មយើងត្រូវកំងវត្ថុធាតុដើមមកប្រមាណដើម្បីឲ្យគ្រប់គ្រាន់ផលិតដូចជាដបឬក៏គ្រឿងផ្សំធម្មជាតិរបស់សាប៊ូរបស់យើងនឹងហើយយើងអត់ត្រូវកំងមកច្រើនពេកឬក៏តិចពេកជាបើតិចពេកធ្វើឲ្យយើងខ្វះអញ្ចឹងយើងត្រូវកណនាធ្វើមិនឲ្យវាសមរម្យបើយើងច្រើនពេកយើងអាចនឹងកកស្ទះវាច្រើនពេកអញ្ចឹងណាហើយមានន័យថាយើងមិនមែនគ្រាន់តែលក់របស់របរទាំងអស់ហ្នឹងឲ្យអស់ហេប៉ុន្តែយើងត្រូវតែកណនាច្បាស់លាស់ថាតើផលិតផលរបស់យើងហ្នឹងវាតម្រូវការជាមួយអតិថិជនហ្នឹងមែនហើយយើងគួរតែធ្វើស្តុកទុកហ្នឹងប្រមាណនៅពេលដែលអតិថិជនហ្នឹងមានតម្រូវការខ្លាំងក៏ដូចជាជូនទៅកាន់តំណែងចែកចាយយើងផ្សេងទៀតហើយឥឡូវយើងចូលមកដល់សុំ slide បន្តទៀតចូលមកដល់ slide បន្តរបស់យើងចំណុចទី10ដែលនិយាយតាក់ទងទៅនឹង promotion strategy យើងចែកចេញជា5ចំណុចដែលចំណុចទី1និយាយតាក់ទងទៅនឹងcore message ហ្នឹងមានន័យថាគឺជាការផ្ដល់ជូនអតិថិជនមានន័យថាយើងនិយាយប្រម៉ូទផលិតផលរបស់យើងហ្នឹងថាសាប៊ូរបស់យើងហ្នឹងគឺល្អខ្លាំងមែនទែនលក្ខណៈចម្រាញ់ចេញពីធម្មជាតិ 100% ដែលជួយឲ្យសក់របស់យើងហ្នឹងលូតលាស់ល្អហើយសម្អាតស្បែកក្បាលហ្នឹងបានល្អហើយធ្វើឲ្យសក់ហ្នឹងដុះលឿនហើយមានសុខភាពល្អអញ្ចឹងទៅហើយចូលមកដល់ចំណុចមួយទៀតដែលនិយាយតាក់ទងទៅនឹងការបញ្ចុះបញ្ចូលមានន័យថាយើងត្រូវលក្ខណៈយើងត្រូវប្រៀបធៀបថាពេលដែលមុនកក់សក់ហ្នឹងសក់របស់យើងហ្នឹងវាអត់សូវល្អឲ្យមុននឹងយើងដែលប្រើសាប៊ូហ្នឹងហើយពេលដែលយើងប្រើសាប៊ូហ្នឹងបានមួយខែឬក៏មួយអាទិត្យអីចឹងទៅឃើញផលថាសក់របស់យើងហ្នឹងពិតជាល្អមែនដូចអ្វីដែលខាងផលិតផលសាប៊ូហ្នឹងគេផ្សព្វផ្សាយមែន
ហើយចូលមកដល់ចំណុចមួយទៀតតើតើនឹង digital presence ហ្នឹងមានន័យថាយើងត្រូវផ្សព្វផ្សាយពីផលិតផលរបស់យើងហ្នឹងតាមរយៈគេហទំព័រដូចជា Facebook TikTok Instagram ឬក៏ YouTube អីផ្សេងៗហ្នឹងដើម្បីឲ្យអ្នកលេងប្រព័ន្ធ social media ផ្សេងៗហ្នឹងគាត់បានដឹងបានឃើញហើយដល់ពេលដែលយើងផុសច្រើនអីចឹងទៅគាត់ឃើញអញ្ចឹងទៅគាត់ក៏មានអារម្មណ៍ថាមើលទៅសពរបស់យើងតំណងអីចឹងទៅគាត់ក៏ចង់ប្រើអីចឹងសាក់លបងអីចឹងទៅហើយចូលដល់ចំណុចមួយទៀតអឺចូលដល់ចំណុចមួយទៀតដែលនិយាយតាក់ទងទៅនឹងយើងត្រូវសហការជាមួយនឹង influencer ល្បីៗដើម្បីឲ្យគាត់ជួយប្រម៉ូទផលិតផលស្ពូរបស់យើងអីចឹងណាហើយចំណុចមួយទៀតតើតើនឹងការរៀបចំការផ្សព្វផ្សាយលក្ខណៈថាឧទាហរណ៍ថានឹងពេលដែលមានកម្មវិធីអីមួយអញ្ចឹងទៅយើងជួស្តង់គេដើម្បីបោះនៅនឹងទៅដើម្បីតាំងពីព្រោះដើម្បីរៀបចំសម្ពោធរបស់យើងនៅក្នុងនឹងអីចឹងមានស្តង់តូចមួយអីចឹងទៅហើយដើម្បីផ្សព្វផ្សាយពីផលិតផលស្ពូរបស់យើងនៅតាមស្តង់នោះឬក៏នៅតាមផ្សារទំនើបឬក៏ព្រឹត្តិការណ៍អីផ្សេងៗទៀតដើម្បីឲ្យគេស្គាល់ពីផលិតផលរបស់យើងច្រើនហើយចាប់អារម្មណ៍ប្រើប្រាស់សូមចូលដល់ចំណុចបន្តទៀតសូមស្លាយបន្ទាប់ឥឡូវយើងចូលទៅដល់ចំណុចបន្ទាប់ទៀតដែលនិយាយតាក់ទងទៅនឹង creative strategy ហើយនៅក្នុងនោះយើងក៏បានចែកចេញជា4ចំណុចដូចគ្នាដែលចំណុចទី1ដែលយើងនិយាយអំពីភាពទាក់ទាញដែលវាផ្ដោតសំខាន់ទៅលើការទទួលបានទំនុកចិត្តឡើងវិញបន្ទាប់ពីការឈប់បញ្ឈប់ការបញ្ឈប់ប្រើប្រាស់សពូនោះណាពេលដែលយើងប្រើសពូនោះឲ្យវាល្អមិនអីខ្លះអញ្ចឹងធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយស្បែកក្បាលល្អសក់ស្អាតអីចឹងទៅហើយចូលដល់ចំណុចទី2មានថាគឺជាការប្រើប្រាស់លក្ខណៈថាយើងប្រើពាក្យដែលឲ្យវាតាក់ទាញនៅក្នុងផលិតផលសពូរបស់យើងអីចឹងទៅហើយចំណុចមួយទៀតដែលនិយាយតាក់ទងទៅនឹងទំនាក់ទំនងរួមបញ្ចូលមានថាយើងបើកលក្ខណៈថាបើកសេវាកម្មមួយអាចឲ្យពេលដែលណាគេគាត់មានសុខភាពសក់របស់គាត់អត់សូវល្អអញ្ចឹងយើងបើកសេវាកម្ម free សម្រាប់ឲ្យគាត់មកពិគ្រោះយោបល់ជាមួយយើងថាសក់របស់យើងហ្នឹងបែបម៉េចអីអញ្ចឹងគួរប្រើសាប៊ូរបស់យើងទៅជួយឲ្យសក់គាត់បែបម៉េចអីគេខ្លះអីចឹងទៅហើយចូលមកដល់ចំណុចមួយទៀតដែលនិយាយតាក់ទងទៅនឹងការធ្វើទីផ្សារលក្ខណៈថាឧទាហរណ៍ថានៅក្នុងកម្មវិធីមួយអញ្ចឹងទៅយើងដាក់ស្តង់អីអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងហើយបន្ទាប់មកយើងមានជាការលេងហ្គេមតិចតួចឲ្យដូចជាឲ្យគាត់ថតរូបជាមួយនៅផលិតផលសពូរបស់យើងហើយផុសនៅលើ TikTok ឬក៏ Instagram YouTube អីផ្សេងៗហើយដាក់ hashtag logo page របស់យើងអីចឹងដើម្បីឲ្យបន្ទាប់មកនៅពេលដែលគាត់បង្ហោះរូបហ្នឹងហើយយើងក៏មានជាការផ្ដល់ជូនកតោតិចតួចសម្រាប់គាត់ជាការលើកទឹកចិត្តដល់គាត់ចឹងដែរអញ្ចឹងអរគុណលោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នាចំណុចរបស់ខ្ញុំបានបញ្ចប់ធំហ្នឹងអញ្ចឹងជូនទៅ slide ទៅឲ្យមិត្តភក្តិរបស់ខ្ញុំខ្ញុំកំយាងលើខ្ញុំមកនិយាយបន្តពីចំណុចទាក់ទងទៅនឹង advertising ដូចយើងដឹងហើយថាចំណុច advertising ហ្នឹងគឺសំខាន់ពីព្រោះថារនគ្រប់ business ទាំងអស់ឬក៏ការបើកអាជីវកម្មទាំងអស់គឺគេត្រូវការផ្សព្វផ្សាយឬក៏ promote ពីផលិតផលដើម្បីទៅដល់អតិថិជនឬក៏ឲ្យមានអ្នកស្គាល់កាន់តែច្រើនអញ្ចឹងហើយការបើកដំណើរការនៃការធ្វើសាប៊ូរបស់យើងបណ្ដុះពេជ្រសាប៊ូយើងហ្នឹងគឺយើងធ្វើដូចគ្នាដែរគឺយើងមានsocial media platform ផ្សេងៗដើម្បីយើងមាន Facebook page មាន TikTok មាន Instagram មាន IG មាន Telegram ចឹងទៅដើម្បីងាយស្រួលដល់អតិថិជននៅពេលដែលគាត់មានចំណាប់អារម្មណ៍មកលើផលិតផលសាប៊ូរបស់យើងគាត់អាចទៅ search មើលនៅក្នុងយើងហៅបានថាជា Facebook page ឬក៏ជាបណ្ដាញសង្គមផ្សេងៗហ្នឹងដើម្បីមើលថាផលិតផលសាប៊ូរបស់យើងហ្នឹងវាបែបម៉េចខ្លះវាដំណើរការបែបម៉េចហើយក៏វាមានអត្ថប្រយោជន៍មានគុណសម្បត្តិបែបម៉េចខ្លះនៅពេលដែលយើងផុសវីដេអូជាបែប short វីដេអូហ្នឹងចូលទៅក្នុងបណ្ដាញសង្គមរបស់ពួកយើងហ្នឹងហើយពួកយើងក៏មានគម្រោងផងដែរថាយើងនឹងមានការធ្វើជា short វីដេអូឬក៏ជួល ad ផុសនៅក្នុង Facebook ឬ TikTok គឺន័យថានៅពេលយើងមើល Facebook ជាវីដេអូក្នុង Facebook ឬ TikTok វាតែងតែមានad short វីដេអូខ្លីហ្នឹងហើយគឺយើងចង់ធ្វើបែបហ្នឹងដើម្បីប្រម៉ូទពីផលិតផលឬក៏ពីសាប៊ូរបស់យើងទៅក្នុងហ្នឹងហើយយើងក៏នឹងធ្វើជាវីដេអូណែនាំពីរបៀបប្រើប្រាស់សាប៊ូឬក៏
ពីរបៀបធ្វើម៉េចដើម្បីឲ្យយើងកក់ទៅចាប់បានលទ្ធផលចាប់បានផលមានគុណភាពអញ្ចឹងទៅហើយមួយទៀតការធ្វើ advertising របស់យើងមួយទៀតហ្នឹងគឺយើងក៏ប្រើប្រាស់នៅ small banner ឬក៏ poster មានន័យថានៅពេលដែលយើងមាន partner ជាមួយនឹងពួក salon ឬក៏ពួកកន្លែងណាផ្សេងទៀតគឺយើងយើងផ្ដល់ឲ្យគាត់នៅ small banner ឬក៏ជា poster ដើម្បីដាក់នំខាងហ្នឹងថាជាបណ្ដូលពេជ្រសាប៊ូជាសាប៊ូបណ្ដូលពេជ្រមានគុណភាពមានអីចឹងទៅមានគុណភាពមានអត្ថប្រយោជន៍អីចឹងទៅហើយមួយទៀតហ្នឹងគឺយើងក៏មានការផ្ដល់នៅជា free tester មានន័យថានៅពេលដែលអតិថិជនដំបូងគាត់អត់ទាន់ចង់ទិញដល់ទៅប្រើទេប៉ុន្តែយើងក៏មានផ្ដល់ជូនជាប្រភេទដែល tester ដើម្បីគាត់សាកមុននៅពេលដែលគាត់ទិញយកទៅប្រើប្រាស់ផងដែរហើយជួយដល់ចំណុចបន្ទាប់គឺយើងនឹងនិយាយអំពី promotion budget អ្នកនរគ្នាប្រហែលឆ្ងល់ថា promotion budget ហ្នឹងគេចង់និយាយពីអី promotion budget ហ្នឹងគឺគេចង់ផ្ដល់ឬក៏ការធ្វើ budget plan ទៅលើការ promotion បានន័យថានៅពេលដែលយើងចង់ធ្វើជា promotion ប្រចាំឆ្នាំឬក៏ការធ្វើឬក៏ផ្ដោតទៅលើការធ្វើ marketing គឺយើងត្រូវការគិតទៅលើ budget ឬក៏ថវិកានៃការត្រៀមធ្វើនៅ promotion ឬក៏ធ្វើនៅ marketing ទាំងនោះផងដែរអញ្ចឹងទៅការធ្វើ budget plan ហ្នឹងគឺវាធ្វើគិតជាឆ្នាំដោយក្នុងតារាងហ្នឹងអញ្ចឹងគឺខ្ញុំដាក់ចាប់ពីឆ្នាំ2027ដែលស្រាប់តែ business plan ហ្នឹងយើងគិតថាយើងអាចចាប់ដល់ធ្វើឆ្នាំ2027ដែលវាក្នុងតារាងហ្នឹងវាមានបែងចែកជា5ទៀតដែលមានដូចជា advertising personal selling sales promotion publicity និង direct marketing បានន័យថានៅក្នុងចំណុច marketing ឆ្នាំ2027ខ្ញុំដាក់ estimate តម្លៃថា$150មានន័យថាការធ្វើ advertising ចំនួន$150ក្នុងឆ្នាំ2027ហ្នឹងគឺយើង focus ទៅលើអីខ្លះឧទាហរណ៍ដូចជាយើងចង់ focus ទៅលើការ promote នៅ brand name របស់យើងឬក៏ product របស់យើងទៅលើ social media platform ដូចជា Facebook TikTok ចឹងទៅអញ្ចឹងគឺយើងត្រូវការលុយឬក៏ត្រូវការថវិកាដើម្បីធ្វើការ promote នៅផលិតផលរបស់យើងនឹងគឺយើងត្រូវការលុយដើម្បីធ្វើវាកើតឡើងហើយមួយទៀត personal selling ដែលយើង plan budget ក្នុងឆ្នាំ2027ចំនួន$200ហ្នឹងគឺមានន័យថានៅពេលដែលយើងមានបុគ្គលិកដូចជា sales consultant ឬក៏បុគ្គលិករបស់យើងហ្នឹងគឺលក់សាប៊ូបានច្រើនគាត់រកអតិថិជនយើងបានច្រើនអីចឹងទៅយើងក៏មានផ្ដល់ឲ្យគាត់ដូចជាកម្រៃជើងសារឬក៏ជាប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អ្នកបុគ្គលិកដែលលក់សាប៊ូបានច្រើនអញ្ចឹងណាហើយមួយទៀតនៅក្នុង personal selling នេះផងដែរក៏យើងមានដូចជាការ training បុគ្គលិកបណ្ដុះបណ្ដាលបុគ្គលិកគាត់បានយល់ដឹងពីសាប៊ូកាន់តែច្រើនគាត់ដើម្បីឲ្យគាត់នឹងអាចបញ្យល់ពីអត្ថប្រយោជន៍សាប៊ូហ្នឹងទៅកាន់អតិថិជនបានល្អហើយមួយទៀតហ្នឹងកន្លែង sales promotion ហ្នឹងគឺយើងបានធ្វើ budget plan ចំនួន$150ក្នុងឆ្នាំ2027ហ្នឹងគឺមានន័យថាកន្លែង sales promotion ហ្នឹងមានន័យថាបើសិនជាយើងលក់ឧទាហរណ៍នៅចុងខែហ្នឹងយើងចង់ធ្វើ sales promotion ឧទាហរណ៍ថាបើសិនជាអតិថិជនគាត់ទិញសាប៊ូ2ឈុតគាត់នឹងទទួលបានច្រាសដែលគេកក់ទុកសម្រាប់កក់សក់នឹងមួយអញ្ចឹងបានន័យថារាល់នៅការធ្វើ sales promotion ទិញពីទទួលបានការបញ្ចុះតម្លៃឬក៏ឲ្យអតិថិជនរបស់ឲ្យមួយផ្សេងទៀតហ្នឹងក៏យើងត្រូវការបាត់ចិត្តដើម្បីត្រៀមទុកនៅក្នុងការធ្វើ promotion នឹងដែរដោយសារតែយើងត្រូវការមានបាត់ចិត្តដើម្បីត្រៀមសម្រាប់មានថវិកាដើម្បីធ្វើនៅ site promotion ឲ្យទាំងអស់ហ្នឹងហើយមួយទៀត publicity ហ្នឹងមានន័យថានៅពេលដែលយើងចង់តាំងពីពណ៌នៅផលិតផលរបស់យើងនៅក្នុងផ្សារទំនើបឬក៏នៅកន្លែងណាមួយអញ្ចឹងគឺយើងត្រូវការលុយដើម្បីជួលស្តង់ដើម្បីធ្វើ marketing ធ្វើអីហ្នឹងឬក៏នៅពេលដែលយើងនៅកន្លែង publicity ហ្នឹងគឺចង់មានន័យថាយើងក៏គិតទៅលើ CSR ផងដែរមានន័យថាក្រុមហ៊ុនរបស់យើងហ្នឹងគឺយើងចង់ជួយទៅដល់សង្គមដូចជាជួយទៅដល់សាលារៀនឬក៏ជួយទៅដល់ការងារសង្គមផ្សេងទៀតហ្នឹងគឺយើងក៏មានថវិកាសម្រាប់ plan ទុកចំនួន$200ផងដែរហើយមួយទៀត direct marketing ហ្នឹងឧទាហរណ៍នៅពេលដែលយើងកំពុងតែ live លក់សាប៊ូហើយនៅក្នុង live ហ្នឹងយើងក៏បាននិយាយថាបើសិនជាអតិថិជនណាដែលបានទិញសាប៊ូយើងក្នុង live ហ្នឹងគឺយើងមាន promotion 10% ឬក៏15% អីចឹងទៅគឺមានន័យថាការ direct marketing ហ្នឹងគឺអតិថិជននឹងទទួលបានការ promotion free ចុះតម្លៃហ្នឹងគឺនៅពេលដែលអំឡុងពេលនៃការ live ទេឬក៏ពេលដែលយើងកំពុងតែធ្វើតាំងពីពួក event នៅក្នុង mall ឬក៏ក្នុង supermarket អីហ្នឹងនៅពេលអតិថិជនទៅទិញនៅពេលវេលាហ្នឹងគាត់នឹងទទួលបានការ discount ឬក៏5% 10% អីទៅតាមហ្នឹងអញ្ចឹងទៅហ្នឹងហើយវាជាការធ្វើ budget plan ហើយរាល់តម្លៃខ្ញុំដាក់ក្នុងតារាងទាំងអស់ហ្នឹងគឺចាប់ឆ្នាំ2027ហើយឆ្នាំបន្ទាប់មកទៀតនោះមិនថាឆ្នាំ2027មានឆ្នាំទី2ឆ្នាំទី3បន្ទាប់ពីឆ្នាំ2027មកទៀតហ្នឹងហើយតម្លៃដែលមាននៅក្នុងទាំងអស់គឺកើតឡើងពីការ estimate ការប៉ាន់ប្រមាណរបស់
យើងទេអញ្ចឹងយើងចូលទៅដល់ slide មួយទៀតហ្នឹងដែលនិយាយអំពី financial កន្លែង financial ហ្នឹងកន្លែងតារាងដំបូងហ្នឹងគឺយើងនិយាយអំពី capital expenditure មានន័យថាមុនយើង start up business របស់យើងហ្នឹងគឺយើងត្រូវការដើមទុនចំនួន$32,500ហើយអាតម្លៃឬក៏តួលេខយើងដាក់ក្នុងហ្នឹងទាំងអស់ហ្នឹងគឺជាចំនួនតួលេខដែលយើងត្រូវការដើម្បីមក start up business របស់យើងនឹងឧទាហរណ៍ថាយើងត្រូវការធ្វើអីខ្លះដើម្បីឲ្យ business យើងកើតឡើងទីមួយគឺយើងត្រូវការ advertising for opening our business មានន័យថាយើងត្រូវការផ្សព្វផ្សាយពី product របស់យើងសិនដើម្បីមានគេស្គាល់អញ្ចឹងហើយតម្លៃនៃការ estimate តម្លៃថាយើងអាចនឹងធ្វើ advertising អស់ចំនួន$50ហ្នឹងគឺជាតម្លៃ estimate ទេប៉ុន្តែជាការពិតប្រាកដactual ហ្នឹងវាអស់$180អញ្ចឹងមានន័យថាយើងប៉ាន់ប្រមាណថាអស់150ប៉ុន្តែការពិតវាអស់$180ហើយមួយទៀតយើងក៏ត្រូវការចំណាយលុយទៅលើ brand develop ដើម្បីអភិវឌ្ឍ brand របស់យើងហ្នឹងវាអាចនឹងចំណាយអស់ចំនួន$1000ហើយមួយទៀតការ building improve អញ្ចឹងដើម្បីធ្វើ business នឹងកើតឡើងគឺយើងត្រូវការកន្លែងដើម្បីដោយសារតែយើងមានរោងចក្រខ្លួនឯងមានម៉ាស៊ីនខ្លួនឯងអញ្ចឹងយើងត្រូវការកន្លែងណាដែលសមរម្យសមស្របសម្រាប់ឲ្យពួកយើងដំណើរការអាជីវកម្មរបស់យើងបានអញ្ចឹងយើងប៉ាន់ប្រមាណថាសម្រាប់ជួល building ឬក៏ជួលកន្លែងហ្នឹងវាអាចអស់$3000អញ្ចឹងទៅហើយកាប់បានប្រហែលនេះវាអស់តែ$2500ទេប៉ុន្តែការពិតអាចអស់ដល់$3000អញ្ចឹងទៅហើយមួយទៀតនឹង business license ចាំបានន័យថាការធ្វើ business មួយគឺយើងអត់មានចេះតែធ្វើទេមុនយើង start up យើងត្រូវចុះបញ្ជីនៅក្រសួងនៅអីចឹងទៅដើម្បី business របស់យើងនឹងខ្លះជា business មួយដែលស្របច្បាប់អញ្ចឹងដើម្បីឲ្យ business យើងដំណើរការឬរ៉ាន់ទៅមុខបានគឺយើងត្រូវការចុះបញ្ជីអញ្ចឹងយើងក៏បានប្រហែលថារនៅការlegal compliance ដែលយើងអាចនឹងចុះឈ្មោះក្នុងបញ្ជីហ្នឹងវាអាចចំណាយអស់ចំនួនរហូតដល់$1700អញ្ចឹងទៅហើយមួយទៀតនៅពេលដែលយើងមាន business គឺយើងត្រូវការទិញនៅIT equipment ដូចជា computer ឬក៏ software ផ្សេងៗដើម្បីដំណើរការ business របស់យើងដែលអាចអស់ចំនួន$3000អីចឹងទៅហើយមួយទៀត decorating មានន័យថាពេលយើងមានកន្លែងដើម្បីធ្វើ operation របស់យើងសម្រាប់ធ្វើ business របស់យើងហើយយើងក៏ត្រូវការ decor នៅកន្លែងហ្នឹងដើម្បីវាសមស្របសមរម្យទៅនឹងបរិយាកាសនៃការធ្វើ business របស់យើងផងដែរហើយមួយទៀតសម្រាប់ machine និង equipment និយាយទៅ business របស់យើងគឺផលិតសាប៊ូអញ្ចឹងហើយគឺយើងត្រូវការទិញនៅ machine ឬ equipment ដើម្បីមកដំណើរការដើម្បីឲ្យសាប៊ូរបស់យើង plan ខាងធ្វើហ្នឹងវាកើតឡើងគឺយើងត្រូវការ machine ដើម្បីធ្វើចម្រាញ់នៅវត្ថុធាតុដើមទៅនោះឲ្យក្លាយជាផលិតផលសម្រេចមួយគឺសាប៊ូហ្នឹងហើយមួយទៀតយើងក៏ត្រូវការយើងដើម្បី start up business មួយមានក្រុមហ៊ុនមាន office មានអីហើយមានរោងចក្រមានអីហើយគឺយើងត្រូវការទិញនៅ office furniture យើងត្រូវការទិញនៅគ្រឿងសង្ហារិមចូលដំបូងអញ្ចឹងន័យថានៅពេលដំបូងគឺក្នុង office ឬក៏ក្នុងរោងចក្រយើងនឹងវាមានអីទេអញ្ចឹងយើងត្រូវការទិញនៅ office furniture ដូចជាទូកៅអីអីចឹងផ្សេងៗយើងត្រូវដាក់ក្នុង office ហើយមួយទៀតហ្នឹងគឺយើងក៏មាន reserve for contingency មានន័យថាយើងក៏មានប្រាក់បំរុងទុកសម្រាប់ business របស់យើងរហូតដល់$10000ដែរឧទាហរណ៍ថា business យើងវាជួបបញ្ហាអីមួយឬក៏វាត្រូវការប្រាក់អីបន្ទាន់ផ្សេងទៀតដែលយើងអត់អាចរំពឹងទុកក៏យើងមានប្រាក់សពួរដើម្បីត្រៀមទុកផងដែរហើយមួយទៀតសម្រាប់ raw material ជាមណ្ឌលពេជ្រដប label chemical ខ្ទឹមក្រហមឬក៏ទឹកអង្កររ៉ៃឬក៏ pH meter ឬក៏អីផ្សេងៗទៀតហ្នឹងគឺយើងត្រូវការវាជាចាំបាច់ដើម្បីធ្វើនៅផលិតចេញឲ្យបានចេញជាសាប៊ូហ្នឹងហើយយើងជួលដល់ slide បន្ទាប់ទៀតដែលនិយាយអំពី financial ហើយនៅកន្លែង financial នឹងវាចំពោះតារាងនេះគឺជាតារាងនៃ income statement ក្នុងតារាងនេះវាមាន include ទាំងប្រាក់ចំណាយនិងប្រាក់ចំណេញប្រចាំឆ្នាំហើយនៅក្នុងនេះផងដែរគឺខ្ញុំបានធ្វើការព្យាករណ៍ឬការរំពឹងទុកប្រាក់ចំណេញឬក៏ការ expense ផ្សេងៗហ្នឹងគឺចំនួន3ឆ្នាំដែលមានឆ្នាំទី1ឆ្នាំទី2ហើយនិងឆ្នាំទី3អញ្ចឹងឥឡូវនេះខ្ញុំសូមមកបញ្យល់ពីឆ្នាំទី1សិនដោយនៅក្នុងផ្នែកខាងលើយើងនឹងឃើញថា variable expense នៅក្នុង variable expense ហ្នឹងគឺជាការចំណាយដែលយើងអាចរំពឹងថាវាអាចនឹងកើតឡើងឬក៏យើងអាចទីទុកបានមុនទេដូចជាដូចជាម៉ាស៊ីនឬក៏ឧបករណ៍ផ្សេងៗដែលវាអាចខូចខាតឧទាហរណ៍ថាម៉ាស៊ីនផលិតសាប៊ូយើងវាស្លាប់តាវាស្រាប់តាមានការខូចខាតឬក៏ខែ1អញ្ចឹងត្រូវជួលវាអញ្ចឹងនៅខែទី1វាអាចនឹងខូចប៉ុន្តែនៅខែទី2ទី3ឬក៏ទី4បន្ទាប់ទៀតវាអាចនឹងខូចអញ្ចឹងហើយ ingredient សម្រាប់ ingredient នៅ ingredient យើងមានស្រាប់ហើយប៉ុន្តែឧទាហរណ៍ថាខែទី2ឬខែទី3ការលក់យើងកើនឡើងអញ្ចឹងយើងប្រកាសណាស់ថាយើងអាចនឹងទិញ ingredient ចូលមកបន្ថែមទៀតដើម្បីផលិតសាប៊ូបានកាន់តែច្រើនអញ្ចឹងហើយយើងនេះគឺជាតម្លៃខ្ញុំដាក់ទាំងអស់ហ្នឹងគឺសុទ្ធតែតម្លៃដែលប៉ាន់ស្មាននេះថាអាចទាំងអស់$500អញ្ចឹងទៅហើយមួយទៀត office furniture ហ្នឹងឧទាហរណ៍
ចង់ថាឧទាហរណ៍ថាតុកទូឬក៏កៅអីរបស់យើងវាខូចឬក៏បាក់អញ្ចឹងយើងអាចដឹងថាអូកៅអីហ្នឹងវានឹងបាក់ថ្ងៃស្អីក៏មិនទេអញ្ចឹងហើយសប្តាហ៍ថ្ងៃស្អីកៅអីនឹងបាក់អញ្ចឹងយើងត្រូវការជាលុយដើម្បីទិញកៅអីហ្នឹងចូលក្នុង office យើងអញ្ចឹងហើយអាចចំណាយ variable expense ហ្នឹងគឺយើងអាចរំពឹងទុកបានន័យថាពីមួយខែទៅមួយខែទៅចំណាយប៉ុន្មានដើម្បីទិញរបស់ទាំងអស់ហ្នឹងដាក់ក្នុង office ហើយមួយទៀតហ្នឹងដូចជា10សាប៊ូឬក៏ label ដើម្បីបិទ sticker អីចឹងហ្នឹងក៏យើងអាចដឹងថាខែនេះឬក៏ខែក្រោយខែទៅមុខទៀតវាអាចទាំងអស់ប្រហែលទេប៉ុន្តែឧទាហរណ៍វា depend on នៅពេលដែល product របស់យើងឬក៏សាប៊ូរបស់យើងហ្នឹងការលក់កើនឡើងឬក៏ថយចុះអីចឹងទៅហើយមួយទៀតកន្លែង operation expense កន្លែងហ្នឹងវាដូចជា fixed expense អញ្ចឹងវាគឺជាចំណាយប្រចាំខែរបស់យើងចាចំណាយទៅលើការជួលអគារចំណាយទៅលើការគេហៅ payroll ការមួយប្រាក់ខែបុគ្គលិកចំនួន9នាក់អញ្ចឹងទៅប្រាក់ខែវាអាចនឹងប៉ុណ្ណឹងហើយមួយទៀតការធ្វើ marketing និងការធ្វើ advertising ដោយយើងអាចនឹងចំណាយពីមួយខែទៅមួយខែចំនួន$2អញ្ចឹងទៅវាជាការប៉ាន់ស្មាននេះហើយមួយទៀត Wi-Fi យើងក៏ត្រូវការ Wi-Fi internet ដាក់នៅក្នុង office យើងដែរហើយមួយទៀត utility ហ្នឹងគឺវាឆ្លៃទឹកភ្លើងដែលយើងប្រើប្រាស់ជាប្រចាំខែវាអាចនឹងអស់100ទៅ150អីចឹងទៅហើយមួយទៀតហ្នឹងគឺ bottle and box គឺយើងនៅពេលយើងទិញ10ទិញអបឬក៏ទិញ label logo បិទយើងបិទនៅ10សាប៊ូយើងហ្នឹងវាអាចនឹងអស់350អញ្ចឹងទៅហើយមួយទៀតហ្នឹងគឺ silicone brush silicone brush ហ្នឹងគឺមានន័យថាអាចរ៉ាកក់សក់នឹងដែលគេយកមកកក់ដល់ពេលយើងកក់សក់យើងអាចទិញវាយកមកទុកជាការប្រមុខសិនឬក៏ការលក់បន្ថយទៀតអស់ចំនួនប៉ុណ្ណឹងទៅហើយពេលយើងគិតនៅខាងក្រោមអ្នកនរគ្នាមើលផ្នែកខាងក្រោមនៅផ្នែកពើកាឈូកហ្នឹងអ្នកនរគ្នាឃើញគេដាក់ថា total revenue ហើយនិង total expense អញ្ចឹងដើម្បីបានដឹងថាយើងចំណេញឬក៏ខាតគឺយើងមិនត្រូវយក total revenue ដល់ total expense ដើម្បីយើងឃើញនៅប្រាក់ចំណេញរបស់យើងហើយនៅឆ្នាំទី2ក៏ដូចគ្នាហើយយើងនឹងយល់មកទៀតនៅឆ្នាំទី3ហ្នឹងការលក់របស់យើងគឺកើនឡើងពីឆ្នាំទី1ខ្លាំងដោយសារតែយើងគិតថាអាចនឹងពេលយើងធ្វើ marketing យើងធ្វើ advertising ទៅមានអតិថិជនកាន់តែច្រើនដែលគេជឿជាក់លើផលិតផលរបស់យើងអញ្ចឹងហើយយើងអាចធ្វើឲ្យមានអតិថិជនស្គាល់យើងកាន់តែច្រើនហើយក៏មានអ្នកទិញកាន់តែច្រើនឬក៏អ្នកដែលទិញទៅលក់បន្តចែកចាយកាន់តែច្រើនទៅវាអាចធ្វើឲ្យការលក់របស់យើងឆ្នាំទី3ហ្នឹងវាមានការកើនឡើងរហូតដល់33,000អញ្ចឹងហើយនេះចង់ប្រាប់អ្នកនរគ្នាបញ្ជាក់អង្គទៀតថារាល់ការតម្លៃដែលមាននៅក្នុងនឹងពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺវាកើតឡើងពីការ estimate របស់ពួកយើងទាំងអស់ពួកយើងដែលយើងបាន estimate បានប្រហែលថាតម្លៃហ្នឹងក៏អាចអស់ប៉ុណ្ណឹងហើយចូលមកដល់ចំណុចបន្ទាប់ទៀតហ្នឹងគឺ conclusion នេះគឺជាចំណុចបញ្ចប់នៃការ present របស់យើងហើយ conclusion ហ្នឹងគឺខ្ញុំបញ្ជាក់ម្ដងទៀតគឺ business របស់យើងគឺការធ្វើសម្បូរហើយសម្បូររបស់យើងឈ្មោះថាមណ្ឌលពេជ្រមូលហេតុដែលសម្បូរឈ្មោះថាមណ្ឌលពេជ្រហ្នឹងដោយសារតែយើងមាន ingredient សំខាន់នៅក្នុងសម្បូរហ្នឹងគឺយើងយកដើមមណ្ឌលពេជ្រមកចម្រាញ់ឲ្យចេញជាសាប៊ូហើយនៅក្នុងក៏មានគ្រឿងផ្សំផ្សេងៗទៀតដូចជាខ្ទឹមក្រហមបង្កគេហៅថាប្រេងដូងអញ្ចឹងទៅមកចម្រាញ់ឲ្យចេញជាសាប៊ូមួយដបដែលមានគុណភាពហើយវាក៏ជាសាប៊ូដែលមានភាពធម្មជាតិ 100% សម្រាប់ជួយឲ្យស្បែកយើងមានសុខភាពល្អមានភាពទន់រលោងមានក្លិនល្អក្លិនក្រអូបអីចឹងទៅហើយនៅក្នុង business មួយនឹងផងដែរគឺយើង focus ខ្លាំងមែនទែនទៅលើគុណភាព quality អនាម័យហើយនឹងយើងចង់ទទួលបាននៅចឹងនិយាយថាការទុកចិត្តពីអតិថិជនអញ្ចឹងហើយបើយើងសម្រេចចិត្តថាយើងបង្កើតនៅសាប៊ូមួយដែលមានគុណភាពល្អបំរើតម្រូវការរបស់អតិថិជនដែលគាត់ត្រូវការសាប៊ូដែលមានគុណភាពល្អហើយក៏មានតម្លៃសមរម្យដែលអាចឲ្យមនុស្សឬក៏មនុស្សទូទៅក្នុងប្រទេសហ្នឹងគាត់អាចមានលទ្ធភាពនៅក្នុងការទិញសាប៊ូរបស់យើងយកមកប្រើប្រាស់បានហើយមុនយើង start up នៅ business របស់យើងនេះយើងក៏បានគិតគូរទៅលើការអនុលោមតាមច្បាប់ដូចជាការចុះបញ្ជីបានត្រឹមត្រូវដើម្បីជួយអភិវឌ្ឍដល់ប្រទេសជាតិជាមួយផងដែរហើយជាចុងបញ្ចប់ការ present របស់ខ្ញុំក៏ឈានចូលមកដល់ទីបញ្ចប់សូមអរគុណទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាមានតម្លៃមកទស្សនាឬក៏មើលនៅការ present នេះផងដែរសូមអរគុណ